វល្លិក្លូតលក្ខណៈរុក្ខជាតិជាប្រភេទវល្លិតោងឡើងកម្ពស់ពី10ទៅ12ម៉ែត្រមែកដុះចេញពីដើមមែកនិងដើមមានថ្នាំងស្លឹករាងពងក្រពើស្រួចចុងខាងលើរលោងដុះទល់ទងគ្នាតាមថ្នាំងនៃខ្នែងដែលបែកចេញតាមថ្នាំងដែលមានសណ្ឋានជាធាងស្លឹកមានស្លឹកពី1គូទៅ2គូផ្កាឈ្មោះដុះជាគួរផ្កាញីដុះជាកញ្ចុំមានចំនួនប្រហែល20ផ្កាផ្លែមានទងខ្ចីប្រវែងពី1ទៅ5សង់ទីម៉ែត្រទទឹងពី11ទៅ16មីលីម៉ែត្រនៅលើផ្លែមានម្សៅពណ៌សពេលទុំពណ៌លឿងគ្រាប់ធំចេញផ្កាពីខែ6ដល់ខែ8ផ្លែពីខែ10ទៅខែ12កន្លែងដាំដុះជាវល្លិដុះខ្លួនឯងតាមព្រៃភ្នំប្រមូលផលបានរាល់រដូវលាងស្អាតហាន់ស្តើងហាឲ្យក្រៀមផ្នែកប្រើប្រាស់គេប្រើឫសនិងវល្លិរសជាតិមានជាតិល្វីងធាតុស្មើវល្លិក្លូតផងដែរក៏ជាឱសថយកទៅព្យាបាលជំងឺមួយចំនួនបានផងដែរសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះសូមជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណ